សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបឆាមីសាច់ជ្រូកបន្ទាប់មកដាក់ខ្លាញ់ចូលខ្ទះបន្ទាប់មកដាក់ខ្ទឹមក្រហមចូលខ្ទះបន្ទាប់មកទៀតដាក់ខ្ទឹមសចូលបន្ទាប់មកដាក់សាច់ជ្រូកចូលក្នុងខ្ទះបន្ទាប់មកដាក់ស្ករដាក់ប៊ីចេងដាក់ប្រេងខ្យងហើយដាក់រ៉ូឌីកូរគ្រឿងទេសឲ្យសព្វហើយដាក់ខាត់ណាខៀវចូលបន្ទាប់មកដាក់មីចូលហើយជាការស្រេច